សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការអាប់ដេតឈ្មោះរបស់ស្រុកដំបូងឡើយគឺយើងចូលទៅកាន់ menu setting បន្ទាប់មកយើងចូលទៅកាន់ location បន្ទាប់មកយើងคลิกទៅលើខ្មែរ location បន្ទាប់មកយើងធ្វើការคลิกទៅលើប៊ូតុង districtហើយយើងធ្វើការជ្រើសរើសឈ្មោះស្រុកមួយណាដែលយើងចង់ធ្វើការផ្លាស់ប្ដូរបន្ទាប់មកយើងធ្វើការចុចលើប៊ូតុងពណ៌ខៀវដែលជាប៊ូតុង edit បន្ទាប់មកយើងធ្វើការផ្លាស់ប្ដូរនៅក្នុង column មួយណាដែលយើងចង់ធ្វើការផ្លាស់ប្ដូរបន្ទាប់ពីធ្វើការផ្លាស់ប្ដូរនៅក្នុងប្រអប់អស់ហើយគឺយើងធ្វើការคลิกទៅលើប៊ូតុង update នេះគឺជាអ្វីដែលខ្ញុំបានធ្វើការផ្លាស់ប្ដូរមិញ